សួស្តីប្រិយមិត្ត admin គ្នាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយរឿងទី2របស់ admin ដែលជាប្រភេទរឿង WLW អញ្ជើញស្រីមែនតើមួយរយៈនឹងគឺ admin រវល់ខ្លាំងមែនតើហើយនេះគឺជារឿងទី2ដែលតាមសំណពររបស់ប្រិយមិត្តមួយចំនួនធំគាត់ចង់ឲ្យ admin សម្រាយរឿងចិនប៉ុន្តែរឿងនេះគឺជារឿងតៃវ៉ាន់បែបផ្អែមកំសត់និងកំ ប្លែងហើយគ្រាន់តែមើលចំណងជើងហ្នឹងក៏ដឹងណាថាពាក់ព័ន្ធជាមួយនឹងសង្សារចាស់ចង់ដឹងថាតើសាច់រឿងនឹងទៅជាយ៉ាងណាផ្ដើមនៃរឿងគឺបង្ហាញពីតួអង្គដ៏ខួលរបស់យើងមានឈ្មោះថា Eager ដែលគាត់គឺជាអ្នកដឹកនាំរឿងឬក៏ film director លយខ្លាំងមែនតើ admin ក៏ចង់លយដូចគាត់ដែរតែជឿទៅទាំងអស់គ្នាពេលដែលធ្វើការងារជាក់ស្ដែង director ហ្នឹងឲ្យ Deval ជាងគេចង់ប្រហែលជាលយដូច Eager ទេហើយបងម្នាក់នេះវិញគាត់ជា producer នៃក្រុមហ៊ុនដែល Eager ធ្វើការឈ្មោះថា CC ហើយគាត់ក៏ជាមនុស្សដែលជិតស្និទ្ធជាមួយនឹង Eager ខ្លាំងដែរដូចជាបងប្អូនអញ្ចឹង director ហើយនិង producer កំពុងតែជជែកគ្នាអំពីការជ្រើសរើសតួអង្គសម្រាប់សម្ដែងរឿងថ្មី Eager ថារឿងបែប romantic អញ្ចឹងណាត្រូវតែរកអ្នកសម្ដែងដ៏ពូកែម្នាក់អត់អាចលឿនលំបានទេ CC ថាតែយើងអត់មានពេលទៀតទេព្រោះថាអ្នក sponsor គាត់ចង់ឲ្យយើងចាប់ផ្ដើមនៅក្នុងខែហ្នឹងចង់បង្អង់យូរទៀតដឹងតែអត់បានថតនៅឆ្នាំក្រោយទេហើយរឿងជ្រើសរើសតួហ្នឹងគឺទុកចិត្តនៅលើ director ទាំងស្រុង CC សរសើរតែបន្តិច director យើងដែលដងទៅសម័យឃើញនារីដ៏ស្រស់ស្អាតម្នាក់មកគៀកកាយទេបែបជាតួអង្គដែល director មាននៅក្នុងចិត្តទេដឹងហើយតែគេជា director សំបីសម័យក៏ក្នុងរឿងការងារដែរ CC ឃើញ Eager ស្លងអារម្មណ៍ហើយក៏និយាយថាអូខេអត់អីទេកុំខ្វល់ពេកតែទៀតតួមកដល់ហើយបើនាងអត់ស័ក្តិសមទេគម្រោងរឿងរបស់យើងដឹងតែអត់ដំណើរការហ្មង director យើងមកឈរនៅកន្លែងស្ងាត់ម្នាក់ឯងឲ្យចិត្តវិញហោះហើរស្រមៃរហូតដល់មានសំឡេងមនុស្សស្រីម្នាក់និយាយថាកំពុងចាំខ្ញុំមែនហើយក៏បង្ហាញតួអង្គស្រីម្នាក់ដែលពិតជាមានភាពស្រស់ស្អាតខ្លាំងមែនតើអត់និយាយលេងទេគាត់ពិតជាស្រស់ស្អាតមែនតែថាមុខនេះដូចជាប្រហែលតួស្រីដែល director យើងសម័យឃើញហ្នឹងហើយថាមិននឹងទៀតព្រោះឥឡូវហ្នឹងគេបានប្រហែលមុខគាត់ឲ្យយើងឃើញហើយជាមួយនឹងភាពស្និទ្ធស្នាលបែបផ្អែមដែលធ្វើឲ្យអ្នកមើលកាត់ណែយល់បានថាពួកគាត់ធ្លាប់មានតំណែងបែបផ្អែមជាមួយគ្នាយ៉ាងប្រកបណាស់ director យើងមានជាការផ្លឹកជាខ្លាំងឯបងស្រីស្អាតរបស់យើងវិញទៀតក៏ញឹមសតុនទៀត director ទម្រាំតែដឹងខ្លួនរៀងយូរដែរហើយក៏និយាយថាកញ្ញាចុងហើយក៏បានបោះដៃរបស់ខ្លួនហើយភ្ជាប់ជាមួយនឹងពាក្យថានេះហោបងស្រីស្អាតអោនមើលដៃហើយក៏មិនខ្ចីចាប់ទេតែក៏ប្រើការអោបជំនួសវិញធ្វើឲ្យរឿងអ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រឡប់ទៅរកការពីមុននឹកឃើញទៅដល់អារម្មណ៍នៃការអោបដែលធ្លាប់កើតឡើងដែលពោពេញទៅដោយក្តីស្រឡាញ់បងស្រីស្អាតឈ្មោះថាចុងជាបាននិយាយទៅកាន់ Eager ថាខានជួបគ្នាយូរហើយមិនទាន់អស់ចិត្តផងក៏មានក្រុមការងារមកតាមកាត់ចង្វាក់អស់លីងធ្វើឲ្យពីរអ្នកនេះរៀងអៀនខ្មាស់ធ្វើអីក៏មិនត្រូវបន្ទាប់មកបងស្រីស្អាតរបស់យើងដែលជាចុងជានឹងក៏ដល់ពេលដែលត្រូវសម្ដែងសាឡបងហើយគាត់ពិតជាធ្វើបានល្អខ្លាំងមែនតើសម្ដែងចប់ director យើងក៏ផ្ដល់ជា comment ឲ្យតួថាកញ្ញាចុងកញ្ញាពិតជាមានសមត្ថភាពខ្លាំងណាស់តែកញ្ញាអត់ត្រូវជាមួយនឹងតួអង្គមួយហ្នឹងទេអធិស្ឋានហើយក៏ដើរចេញទៅចំណុចហ្នឹងធ្វើឲ្យមាននឹកឃើញគេនិយាយថាប្អូនធ្វើបានល្អណាស់តែសម្រាប់បង No បន្ទាប់មករឿងក៏បង្ហាញពីពេលវេលាថយក្រោយដែល CC និងចុងជាបាននិយាយគ្នាវគ្គហ្នឹង CC ឲ្យចុងជាបែកគ្នាជាមួយ Eager ទៅព្រោះ Eager ហ្នឹងគ្មានតែច្បាស់លាស់ជាមួយមនុស្សស្រីតែម្នាក់អីទេគាត់ស្គាល់ Eager ច្បាស់ណាស់ហើយបែកគ្នាទៅដើម្បីអនាគតល្អទាំងសងខាងហើយ CC ក៏បានជួបជាមួយនឹង Eager សួរទៅ CC ថាចុងជានៅណា CC ថាចុងជាទៅវិញបាត់ហើយព្រោះអីនៅកន្លែងរបស់នាងហ្នឹងគឺមានអាកាសខ្ពស់ជាង Eager វិញគឺអត់ជឿទេហើយក៏ទូរស័ព្ទទៅសួរខ្លួនឯងតែតន់បានទេអញ្ចឹងកន្លែងនឹង admin យល់ថារវាង Eager និងចុងជាគឺបានឃ្លាតពីគ្នាអាចនឹងដោយសារតែ Eager ជាប់រៀនផ្នែកកុនហើយចុងជាជាប់ធ្វើការងារហើយក៏មានជាការយល់ច្រឡំគ្នាដោយសារតែ CC មិនដឹងថា CC មានអំណងអីប្រកាសទេរួចហើយក៏កាត់មកដល់បច្ចុប្បន្នវិញដែលចុងជាទៅតាម Eager បន្ទាប់ពី director បដិសេធអត់ព្រមទទួលយកខ្លួនចុងជាបានស្រែកហៅ director ពីក្រោយថា Eager ហើយក៏បានទៅខត់ដំណើរ Eager តែ Eager ថាកញ្ញាចុងពួកយើងដូចជាស្និទ្ធស្នាលនឹងគ្នាទេចុងជាថាអូខេ director ខ្ញុំសុំសួរថាការសម្ដែងរបស់ខ្ញុំទាស់ឬក៏ខ្វះខាតត្រង់ណា Eager ថាការសម្ដែងបានល្អណាស់ប៉ុន្តែការពិតគឺខ្វះភាពស្មោះត្រង់ចឹងទោះធ្វើល្អប៉ុណ្ណាក៏គ្មានអ្នកណាគេមើលចូលអារម្មណ៍តាមដែរបន្ទាប់មកចុងជាក៏បានតបថា director ខ្លាចមែនព្រោះថាចិត្តរបស់យូនៅតែស្រឡាញ់ខ្ញុំចឹងយូខ្លាចថាយូអាចគ្រប់គ្រងខ្លួនឯងបានក្នុងនាមជា professional director Eager ថា
năng ấy nhung khai mà nụ đôi du nâng bắt tơ được khmer nằm nằng đón tiệt cùng lóngไปđã thọt hai bản chân men ta nè kia tụi khó trâu về từng ở nia ban thưa ở trong xìa tụm lệ tật mộc trọ hai giờ có đa chính tờ hai pasma côn kế tiệt hai đại chặt ca bỏ bong sấy sad có trâu mà xua tha ở toàn prap rương bắt tơ giờ tê men trong xìa tha CC គឺជា producer អ៊ីជើបើប្រាប់ទៅវាអាចនឹងប៉ះពាល់ដល់តំណែងហើយនឹងការងារទៀតសរុបមកបងស្រីស្អាត admin អត់បានក្បត់ director ទេចង់ប្រាប់ថាអញ្ចឹងចង់ដឹងថាតើនឹងមានអ្វីកើតឡើងបន្តទៀតទៅបើ director អ៊ីជើរបស់យើងខ្មើយ៉ាងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មើលរឿងនេះទេអាច scroll ទៅកាន់ comment នៅខាងក្រោមបានខ្ញុំនឹងឲ្យជាចំណងជើងហើយនឹងតំណភ្ជាប់ទៅមើលរឿងពេញនៅក្នុង YouTube តែម្ដងព្រោះខ្ញុំអត់មានពេលសម្រាយទេអធិស្ឋានមែនតើហើយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍ពីការមើលដោយផ្ទាល់ព្រោះរឿងហ្នឹងក៏សប្បាយមើលផងដែរហើយចំណុចដែលខ្ញុំរៀនបានធំពីរឿងហ្នឹងគឺការប្រឆាំងខ្លាំងពេកដែលធ្វើឲ្យតួអង្គទាំងពីរហ្នឹងអត់សូវចុះសម្រុងនឹងគ្នាទេហើយនៅពេលដែលអ្នកទាំងអស់គ្នាមើលទៅនឹងដឹងហើយថាតើនរណានឹងមានភ្លើងប្រឆាំងនឹងខ្លាំងជាងគេហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការបើកចិត្តក្នុងការជជែកគ្នានៅក្នុងតំណែងស្នេហាសង្កេតឃើញថាតួអង្គពីរហ្នឹងអត់បានជជែកគ្នាច្រើនអំពីជំរឿចិត្តរបស់ខ្លួននីមួយទេចឹងទៅធ្វើឲ្យពួកគាត់ដូចជាអត់សូវយល់ពីគ្នាដែរចំណុចមួយចំនួនចឹងបើតែអ្នកតំណងនឹងអត់មានការយល់ចិត្តនិងគំនិតគ្នាបានស៊ីជម្រៅទេដែលមានតែភាពស្និទ្ធកាយតែមួយមុខវាធ្វើឲ្យតែអ្នកតំណងមួយនឹងពិតជាមានភាពហុយស្រួយខ្លាំងមែនតើអរគុណសម្រាប់ការទស្សនាហើយកុំភ្លេចចូលមើលរឿងនឹងពេញផងជួបគ្នានៅរឿងក្រោយបាយ